ជប៉ុននៅតែជាបង្អែកដ៏រឹងមាំរបស់អ៊ុយក្រែននៅអាស៊ីយោងតាម Japan Today រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបពិភាក្សាជាមួយក្រុមប្រមុខការទូតអ៊ុយក្រែននៅទីក្រុងតូក្យូដោយបានធានាអះអាងថាជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ទោះបីជាសង្គ្រាមអូសបន្លាយយូរយ៉ាងណាក៏ដោយក៏សព្វនមិត្តរបស់អ៊ុយក្រែននៅអាស៊ីមិនព្រមបោះបង់ចោលទីក្រុងគីវនោះទេយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Today បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងតូក្យូបានផ្ដល់ការធានាអះអាងកម្រិតខ្ពស់បំផុតទៅកាន់ប្រមុខការទូតកម្ពុជារបស់អ៊ុយក្រែនក្នុងការបន្តឈរនៅក្បែរនឹងគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្ទាល់កាលពីថ្ងៃពុធកន្លងទៅរវាងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiha នៅឯរដ្ឋធានីតូក្យូនៅក្នុងជំនួបដ៏មានសារៈសំខាន់នោះប្រមុខការទូតជប៉ុនលោក Motegi បានប្រកាសយ៉ាងដាច់អហង្ការថាប្រទេសជប៉ុននឹងមិនថយក្រោយឡើយជប៉ុននឹងនៅតែបន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតទៅលើប្រទេសរុស្ស៊ីនិងបន្តការផ្ដល់ជំនួយគ្រប់រូបភាពទៅដល់ប្រជាជនអ៊ុយក្រែនលោកបានសង្កត់ធ្ងន់ថាជប៉ុននឹងធ្វើសកម្មភាពនេះដោយសហការយ៉ាងស្អិតរមួតជាមួយសហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូនិងដើម្បីជំរុញឲ្យមានការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនិងយុត្តិធម៌មួយសម្រាប់ប្រទេសអ៊ុយក្រែនលើសពីនេះទៅទៀតលោករដ្ឋមន្ត្រីជប៉ុនក៏បានទាញយកឱកាសនេះដើម្បីបញ្ជាក់សារថ្មីនៅជំហរដ៏រឹងមាំរបស់ជប៉ុនថាជប៉ុនប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែស្ថានភាពដើមជាឯកតោភាគីដោយបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃនេះមិនត្រឹមតែជាសារផ្ញើទៅរុស្ស៊ីប៉ុណ្ណោះទេតែវាក៏ជានិមិត្តរូបនៃការការពារច្បាប់អន្តរជាតិផងដែរ